វីដេអូនេះគឺជាវីដេអូបញ្ចប់ក្នុងការរៀបចំសួនរបស់យើងអ្វីដែលយើងនៅសល់គឺគ្រាន់តែបំពាក់មេត្រាក៏ដូចជាការដេគ័រចុងក្រោយទេហើយតើតើជាមួយនឹង concept នៃការរៀបចំសួនជូនអតិថិជនលើកនេះគឺយើងមានការពិភាក្សាក៏ដូចជាអ្វីដែលអតិថិជនចង់បានណាអ្វីដែលគាត់ចង់បានគឺជាសួនមួយដែលมันមានភាពឆើតឆាយពេកมันមានការចម្រុះពណ៌ច្រើនពេកហើយល្អគុណអញ្ចឹងក្រោយពីពិភាក្សាក៏ដូចជាការឲ្យយោបល់គ្នាទៅមកគឺយើងបានសម្រេចនៅសួនមួយដែលយើងបានធ្វើការឡូហើយ concept យើងគឺបែបរុក្ខជាតិសមុទ្រណាអញ្ចឹងយើងមាននៅគុជប្រភេទដូចជាប្រភេទគុជខ្យងដែលមានធំមានតូចមានកណ្ដាលហើយយើងរចនាវាឡើងឲ្យមើលទៅដូចរុក្ខជាតិនៅក្នុងបាតសមុទ្រអញ្ចឹងវាអត់មានភាពសាំញ៉ាំច្រើនទេវាមើលទៅវាបែបសាបប៉ុន្តែវាល្អគុណមែនតើអញ្ចឹងដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺពណ៌របស់វាគឺបណ្ដេញគ្នាដោយមានពណ៌ប្រាក់ពណ៌សក៏ដូចជាមានពណ៌បៃតងការចូលរួមនៃពណ៌ទាំងអស់ហ្នឹងធ្វើឲ្យសួននេះលេចឡើងនៅសម្រស់ដែលយើងមើលទៅគេហៅថាបែបសាបណាល្អគុណកាន់តែយូរវាកាន់តែស្អាតហើយវាអត់ហួសសម័យទេទោះក្នុងរយៈពេលណាមួយក៏វានៅតែពេញនិយមក្នុងការប្រើប្រាស់ម៉ូដបែបនេះដែរអញ្ចឹងលទ្ធផលចុងក្រោយនៃការរៀបគឺបានចេញមកហើយអញ្ចឹងដូចអ្នកទាំងអស់បានឃើញអញ្ចឹងគឺយើងបានបញ្ចប់ការងារនេះជាស្ថាពរដែរអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់រៀបចំសួនអាចធ្វើការតំណែងមួយសួននគររាជក៏ដូចជាសួរព័ត៌មានលម្អិតទាក់ទងជាមួយនឹងការប្រឹក្សាផ្សេងអរគុណសម្រាប់ការទស្សនាវីដេអូ